បាទសួស្តីនេះពុកម៉ែបងប្អូននេះចង់ខ្វៃកងចោកងខ្វៃសាច់ពិសេសនេះគ្រឿងពុកម៉ែបងប្អូននេះគ្រឿងនេះបើសិនជាពុកម៉ែបងប្អូនចង់ខ្វៃអាចឆាតមកសួរខ្ញុំបានគឺខ្ញុំប្រាប់នៅពិធីសាស្ត្រធ្វើគ្រឿងសម្រាប់ខ្វៃហើយធានាឲ្យមកស្រួយមកឆ្ងាញ់ដូចជ្រូកខ្វៃហ្នឹងបងប្អូនអស់នេះវាឡើងក្រហមនេះគ្រឿងនេះមានរសជាតិឈ្ងុយឆ្ងាញ់ហ្មងដាក់មកឈ្ងុយមកឆ្ងាញ់ឲ្យចង់ខ្វៃអាចតាក់ទងឆាតសួរខ្ញុំបានក្រហមល្អអត់ក្រហមល្អអត់នេះចង់ខ្វៃខ្ញុំប្រាប់ពីវិធីសាស្ត្រធ្វើគ្រឿងឲ្យខ្វៃបាននេះពុកម៉ែបងប្អូននេះឃើញក្រហមងាំងនេះក្រហមល្អអត់នេះក្រហមល្អណាស់មកអែមហ្មងអែមណាស់បងប្អូនអើយអែមណាស់នេះធានាឲ្យមកឆ្ងាញ់មកស្រួយហើយចង់បានគ្រឿងធីសាស្ត្រធ្វើគ្រឿងលាបវានឹងឆាតមកខ្ញុំផ្ទាល់បាន